សូមជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនេះខ្ញុំបង្ហាញពីការដាំផ្កានៅក្នុងសួនឆ្នាំទី1ដែលនេះខ្ញុំដាំផ្កានេះស្តៀងទៅនឹងផ្កាកាតាឈ្មោះភាសាអង់គ្លេសគេថា Zinnia ហើយផ្កានេះគឺដាំល្អនៅក្នុងអាកាសធាតុក្តៅហើយវាធន់នឹងកម្ដៅវារីកស្រស់ស្អាតរយៈពេល3អាទិត្យទៅ1ខែហើយនេះចូលដល់ជិត2ខែផ្កាចាប់ផ្ដើមសពូនហើយណាមួយអាកាសធាតុនៅរដ្ឋដែលខ្ញុំរស់នៅនេះគឺវាក្តៅហើយនេះខ្ញុំអត់សូវស្រោចទឹកផ្កាប្រហែលទេអញ្ចឹងគឺយើងចាប់ផ្ដើមប្រមូលខបពូជនៅពេលដែលផ្កាចាប់ផ្ដើមទុំស្ងួតបែបនេះគឺនេះខ្ញុំចាប់ផ្ដើមប្រមូលពូជផ្កាទុកដាំឆ្នាំក្រោយពុកម៉ែបងប្អូនយូរទៅបើសិនជានេះខ្ញុំអត់ធ្វើបែបនេះទេគឺនេះខ្ញុំត្រូវទៅបន្តទិញពីគេពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងហោចណាស់គ្រាន់តែខបពូជគឺយើងត្រូវចំណាយពេលចំណាយលុយទៅទិញហ្នឹងយ៉ាងហោចណាស់ក៏អស់$5ដែរពុកម៉ែបងប្អូនយើងទិញខបផ្កាដើម្បីដាំប៉ុន្តែបើយើងប្រមូលពូជបែបនេះគឺយើងអាចដាំពីមួយឆ្នាំទៅមួយឆ្នាំខបពូជបើចឹងយើងទុកនៅក្នុងកន្លែងស្ងួតល្អគឺយើងរក្សាទុករហូតដល់2ឆ្នាំពុកម៉ែបងប្អូននេះជាការដែលកាត់ផ្កានៅក្នុងសួនហើយសកម្មភាពដែលខ្ញុំចំណាយពេលនៅក្នុងសួនគឺជាការសម្រាកពីការងារអញ្ចឹងវាជួយឲ្យអ្នកខ្ញុំនៅឆ្ងាយពីការចំណាយពេលទៅក្នុងការមើលទូរស័ព្ទឬក៏អីគឺការដែលនេះខ្ញុំយកពេល1ម៉ោង2ម៉ោងក្នុងការចំណាយនៅក្នុងសួនបេះផ្កាគឺធ្វើឲ្យនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយផងដែរហើយយកបទពិសោធន៍នេះចែកចាយជូនពុកម៉ែបងប្អូននេះខ្ញុំដឹងថាបងប្អូនពុកម៉ែបងប្អូនមួយចំនួនគឺដឹងហើយថាការប្រមូលខបពូជផ្កាវាធ្វើធ្វើដូចម្ដេចនេះគឺជាការប្រមូលខបពូជផ្កាបើសិនជាយើងចង់បានខបពូជល្អគឺយើងទាញស្រទាប់ផ្កាបែបនេះគឺយើងបែងចែកខបពូជទៅដើម្បីងាយស្រួលយើងដឹងថាខបពូជណាដែលយើងដាំទៅគឺវាដុះ100%ហើយខបពូជផ្កាខ្លះយើងទុកដល់ឡែកដោយសារតែនៅកញ្ចុំកដាលផ្កាគឺយើងត្រូវចំណាយពេលគ្រាប់របស់វាតិចហើយចង្ការវាអត់ទុំល្អវាអត់ដុះល្អទេអញ្ចឹងនេះខ្ញុំទុកវាដល់ឡែកធ្វើបែបនេះគឺនេះខ្ញុំដឹងថាអានៅកញ្ចុំកដាលហ្នឹងគឺមានគ្រាប់ផ្កាដុះខ្លះយើងអាចទុកដាំខ្លួនឯងងាយស្រួលសម្រាប់ឆ្នាំក្រោយដែលខ្ញុំចង់ដាំហើយថ្ងៃនេះគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាវីដេអូនេះអាចចែកចាយពីបទពិសោធន៍ដែលនេះខ្ញុំដាំផ្កាឆ្នាំទី1នៅក្នុងសួនរបស់នេះខ្ញុំហើយសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ